ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូ Spring Boot ជាភាសាខ្មែរហើយនេះគឺជាវីដេអូទី3របស់យើងនៅក្នុងមេរៀនមុនគឺយើងបានរៀនអំពីការ implement និងសរសេរ Hello World ហើយយើងបានឃើញ result ហើយគឺយើងអាច access Hello World នេះបានតាមរយៈ get method អញ្ចឹងនៅក្នុងមេរៀននេះគឺយើងនឹងរៀនអំពី flow architecture របស់ Spring Boot ឬក៏អាចនិយាយបានថាជា flow ដែលយើងអាចប្រើបានទូទៅសម្រាប់បង្កើត API ហើយយើងរៀន flow នេះមុនគឺដោយសារតែ API ផ្សេងៗឬក៏ concept នៅក្នុងការបង្កើត API ទាំងអស់នៅក្នុង application របស់យើងគឺយើងនឹង follow ទៅតាម flow មួយហ្នឹងអញ្ចឹងខ្ញុំនឹងធ្វើការគូដើម្បីបញ្ចូលអ្នកទាំងអស់គ្នាអំពី flow មួយហ្នឹងហើយឧទាហរណ៍ថាយើងមាន client ហ្នឹងវាអាចជា device ឬក៏ជា service ដែលហៅពីខាងក្រៅមកខ្ញុំមាន controller មួយ controller នៅពេលដែល service នឹងហៅមកកាន់ controller ហ្នឹងគឺ controller ហ្នឹងនឹងចែកចែងហើយបោះមកឲ្យ client វិញខ្ញុំឧទាហរណ៍ hello world ដូចមុនហ្នឹងគឺបញ្ចប់ត្រឹម controller ហ្នឹងក៏ប៉ុន្តែនៅពេលដែលយើងធ្វើ application ជាក់ស្ដែងគឺយើងអាចទៅសេ code របស់យើងផ្ដុំនៅក្នុង controller ហ្នឹងបានទេវា type បានន័យថាវាគ្រប់យ៉ាងគឺនៅក្នុងតែ PK controller ហ្នឹងនៅពេលដែលយើងចង់កែ code នៅពេលយើងចង់ស្វែងរកដំណោះស្រាយឲ្យវាងាយស្រួលគឺវាពិបាកហើយវាមិនមែនជា best practice អញ្ចឹង controller ហ្នឹងវានឹងចែកការងារផងវាទៅកាន់ service អញ្ចឹងយើងមាន service មួយទៀតនៅក្នុងមេរៀនក្រោយយើងនឹងបានឃើញ service ហ្នឹងមានរូបរាងយ៉ាងម៉េចវានឹងមានតួនាទីជាអ្នកដោះស្រាយបញ្ហាជាអ្នក process ជាអ្នកគិតទៅលើអ្វីដែល controller បានបញ្ជូនមកឬក៏អាចនិយាយបានថាជាអ្នក cook ហើយ service ហ្នឹងក៏អាចនឹងមានតំណែងតំណងបន្តទៅទៀតជាមួយនឹង model ឬក៏អ្នកខ្លះគេហៅថា entity ហើយ entity ហ្នឹងមានតួនាទីគេគឺវាមានតួនាទី interact ជាមួយនឹង database ហើយ model ហ្នឹងកន្លែងខ្លះក៏គេនឹង config វាឲ្យ synchronize ឬក៏ត្រូវគ្នាជាមួយនឹង database តែម្ដងបើន័យថា model យើងមាន model student model teacher អញ្ចឹងក្នុង database របស់យើងក៏នឹងជាស្វ័យប្រវត្តិមានដូចគ្នាទៅនឹង model ហ្នឹងអញ្ចឹងកន្លែង config ហ្នឹងនៅពេលដែលយើងសរសេរ code គឺយើងនឹងបានឃើញដូចគ្នាហើយកន្លែងនេះគឺវាមានរូបភាពបែបនេះគឺវានឹងបញ្ជូនមក service នឹងបញ្ជូនមក model ក្នុងករណីដែលត្រូវការឧទាហរណ៍ថាទាញទិន្នន័យពី database ឬក៏បញ្ចូលទិន្នន័យទៅកាន់ database វិញក៏ប៉ុន្តែវា service នេះគឺវាគេប្របែកវាមួយទៀតគឺប្របែកទៅកាន់ repository ចឹង repository ហ្នឹងគឺវានឹងមានតួនាទីជាអ្នកកាន់កាប់ឬក៏control ទៅលើពាក្យបញ្ជាហ្នឹងដូចជា query select ឬក៏ insert query អីផ្សេងជាដើមដែលតាក់ទងជាមួយ database ហ្នឹងគឺ repository ហ្នឹងគឺនឹងមានមុខងារធ្វើការទាំងអស់ហ្នឹងហើយវាចូលមកកាន់ service នេះតាមរយៈអីគេហៅថា dependency injection បាទនៅក្នុង flow របស់យើងនៅក្នុង Spring Boot គឺវាមានប៉ុណ្្នឹងឯងហើយនៅពេលដែលលទ្ធផលទទួលបានអីតាមគ្រប់ចិត្តគឺ model នេះនឹងផ្ដល់ឲ្យមក service វិញឧទាហរណ៍ថា data student ហើយ service នេះទទួលបាននឹងបោះបន្តទៅកាន់ controller ហើយ controller នឹងបញ្ជូនលទ្ធផលចុងក្រោយទៅកាន់client អញ្ចឹងនៅ code របស់យើងមុនហ្នឹង hello world គឺជាអ្នកបញ្ជូនគឺនៅត្រឹម controller នេះទេប៉ុន្តែនៅពេលដែលយើងធ្វើការងារជាក់ស្ដែងគឺវានឹងមានការងារទៅវិញទៅមករវាង module 3នឹងធំអាចថា4ចុះជាមួយនឹង repository មួយទៀតអញ្ចឹងយើងនឹងឃើញនៅក្នុងមេរៀនក្រោយបាទអញ្ចឹងនៅក្នុងមេរៀននេះ flow diagram ហ្នឹងគឺយើងមានតែប៉ុណ្្នឹងទេបាទសូមអរគុណ